ខ្ញុំបាទសូមគោរពជំរាបសួរដល់ពុកម៉ែបងប្អូនលោកយាយលោកតានិងប្រិយមិត្តទាំងអស់ថ្ងៃនេះផងដែរខ្ញុំបាទមានអត្ថបទព័ត៌មានមួយដែលមានចំណងជើងថាម្នាក់ឯងមានអីមិនល្អពេជ្រសូលីកាទម្លាក់ការងារពីដៃឆ្លៀតដើរលេងសម្រាកលំហែថែផ្លូវចិត្តនៅក្រៅប្រទេសមហាជនអ្នកគាំទ្រតាមដានពីជីវិតសិល្បៈរបស់តារាចម្រៀងស្រីពេជ្រសូលីកាបានឃើញហើយថាមួយរយៈធំចុងក្រោយនេះនាងកាន់តែក្រោបបានប្រជាប្រិយភាពខ្លាំងតាមរយៈស្នាដៃចម្រៀងថ្មីរបស់នាងធ្វើឲ្យទីផ្សារសិល្បៈក៏កាន់តែមានសន្ទុះមិនធម្មតាដែលទទួលបានការអញ្ជើញចូលរួមច្រៀងតាមឆាកតន្ត្រីឯកជនតូចធំជាហូរហែស្រាប់ពេលកំពុងក្តោបបានទីផ្សារខ្លាំងនឹងមានការងារមមាញឹកសឹងគ្មានថ្ងៃសម្រាប់មែនតែតារាចម្រៀងស្រីរូបនេះតែងឆ្លៀតពេលសម្រាប់ជីវិតឯកជនរបស់ខ្លួនដែលចំណាយពេលសម្រាប់មើលថែខ្លួននិងជាមេគ្រួសារមើលថែប្អូននិងកូនប្រុសបណ្ដូលចិត្តផងដែរជាក់ស្ដែងបន្ទាប់ពីបំពេញការងារសិល្បៈហត់នឿយថ្មីនេះអ្នកនាងពេជ្រសូលីកាក៏បានបង្ហាញពីសកម្មភាពឆ្លៀតពេលសម្រាកពីការច្រៀងធ្វើដំណើរកម្សាន្តលំហែផ្លូវចិត្តនៅឯក្រៅប្រទេសដែលឃើញនាងដើរចាយជីវិតយ៉ាងអភិជនទិញសម្ភារៈ brand និងផ្ដិតរូបភាពស្អាតពេញដោយក្តីសុខបង្ហោះលើបណ្ដាញសង្គមផ្ទាល់ខ្លួនបាទហើយអត្ថបទព័ត៌មានដែលខ្ញុំបាទបានជម្រាបជូនខាងលើនេះក៏មានតែប៉ុណ្ណឹងសូមអរគុណសូមជម្រាបលា